បាទសួស្តីបាទវីដេអូនេះខ្ញុំបង្ហាញអំពីការ convert file PDF ឲ្យទៅជា file Word ណាដូច្នេះបងប្អូនដឹងហើយថា file PDF ជា file មួយដែលយើងមិនអាចធ្វើការកែបាទខ្លឹមសារឬក៏បាទធ្វើការរៀបចំទិន្នន័យឲ្យស្អាតបាតឬក៏តាមអ្វីដែលយើងចង់បានទេលុះត្រាតែយើងចូលទៅកែប្រែនៅក្នុង file Word បាទដើម្បីកុំឲ្យខាតពេលបាទយើងចូលទៅកាន់ website មួយដែលមានឈ្មោះថាបាទ tinyva.com បាទហើយយើងចូលទៅជ្រើសរើស tool PDF to Word បាទនៅក្នុង tool PDF to Word ហ្នឹងគឺបាទវាអនុញ្ញាតឲ្យយើងបាទ upload file PDF ហ្នឹងបាទពីបាទ upload from PC ពី computer របស់យើងហើយយើងចូលកន្លែង upload នេះមកគឺយើងទៅជ្រើសរើស file នេះគឺ file PDF បន្ទាប់មកវានឹង upload ចូលហើយវានឹងបាទកំពុងវិលបែបនេះបាទដូច្នេះឆ្លៀតពេលដែលយើងកំពុងរងចាំបាទបងប្អូនចូលកុំភ្លេចចុច follow page IT ជំនាញការងារដើម្បីទស្សនាវីដេអូរាល់ថ្ងៃបាទហើយនឹង subscribe បាទ channel YouTube បាទដែលខ្ញុំនឹងទម្លាក់ link ចូលទៅក្នុង comment បងប្អូនកាន់តែចូល link មកគឺនឹងទៅដល់ YouTube ហើយចុច subscribe បាទកន្លែងនេះមកគឺដើម្បីទទួលបានវីដេអូសម្រាប់ទស្សនារាល់ថ្ងៃបាទដូច្នេះនៅក្នុងពេលនេះគឺយើងបន្តមកដល់បាទរួចហើយគឺចាញ់ពាក្យដាន់តើមកយើងចុច download បាទនៅពេលដែលយើងចុច download ហើយយើងអាចចូលទៅយកបាទនៅក្នុង file ខាងលើនេះខាងស្ដាំឬក៏អាចចូលទៅក្នុង file explorer បែបនេះមកបាទហើយយើងទៅរើសបាទ folder ថា download បាទយើងឃើញ file ដែលវា download មកគឺយើងចុចយកមកបាទគឺមកហើយគឺជា file Word បាទហើយយើងអាចរៀបចំឡើងវិញបានតាមអ្វីដែលយើងត្រូវការនិងអ្វីដែលយើងបាទចង់កែប្រែបាទដូចជាការផ្លាស់ប្ដូរ font អក្សរផ្លាស់ប្ដូរទំហំអក្សរបាទហើយនឹងរៀបចំឡើងវិញបានដោយសេរីបាទនៅក្នុងវីដេអូនេះមានប៉ុណ្ណេះបាទសូមអរគុណ